លោកអ្នកនរគ្នាស្វាគមន៍មកកាន់ការសម្ដែងរឿងរបស់មីនម្ដងទៀតហើយដែលមីនក៏ចង់ប្រាប់ដែរថាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមីនមិនបានធ្វើនោះទេហ្នឹងហើយបើសិនមកជាដល់ថ្ងៃចូលរៀនអេមីនក៏មិនទាន់ដឹងថាធ្វើបានរងថ្ងៃអត់នោះទេព័ត៌មានយ៉ាងបាច់យ៉ាងម៉ាទៀតអេមីននឹងអាប់ដេតនៅក្នុង Telegram តែម្ដងអ្នកនរគ្នាអាចចូលទៅកាន់ Telegram របស់មីនបានចំណែកអ្នកខ្លះហាន់មួយចំនួនដែលចូលចិត្តមើលទៅកាន់រឿងរបស់ Pro KD សម្រាប់រឿងដែលជា admin របស់យើងនឹងឥឡូវនេះជាអ្នកធំរបស់គាត់គឺបានទៅឥណ្ឌាបាត់ទៅហើយបាទគឺថានៅសល់តែជាអ្នកទួយរបស់គាត់នោះទេអញ្ចឹងបើសិនជាមានចិត្តស្រឡាញ់នឹងគ្រប់ត្រូលទៅកាន់គាត់នោះក៏អាចចូលទៅ subscribe ឲ្យគាត់នៅក្នុង channel មួយនោះទៅ admin ក៏បានដាក់ link ក្នុង comment ជាមួយនឹង link Telegram របស់ admin ផងដែរអញ្ចឹងដើម្បីកុំឲ្យនិយាយខាត់ពេលវេលាយូរចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅប្រតិយាយម្នាក់នេះក៏បានជឿថាគាត់មិនបានដឹងអំពីដានវិញ្ញាណមួយនោះទេគឺហ្វឹងធានបានលុបវាបាត់ទៅហើយតួប្រក៏នៅទៅបានកើតឪពុកម្ដាយរបស់ខ្ញុំកាលលើមុនគ្រាន់តែជាដៃគូតាវប៉ុណ្ណោះហើយចំពោះរឿងដែលអ្វីបន្តទៀតពួកគេប្រហែលជាមិនដឹងនោះទេប្រតិចារនេះក៏បានឃើញទៅកាន់តួប្រហើយក៏បានសួរទៀតថាតើអ្នកគឺជាកូនកាត់មនុស្សជាមួយនឹងបិសាចមែនទេប្រតិយាយមីយូរ៉ាក៏បានតទៅវិញថាម៉េចកូនកាត់មនុស្សជាមួយនឹងបិសាចមែនទេអញ្ចឹងមានន័យថាគេជាកូនប្រុសរបស់វូយ៉ានិងស៊ូម៉ូអញ្ចឹងឪពុករបស់តួប្រុសរបស់យើងមានឈ្មោះថាវូយ៉ាហ្នឹងឯងតួឲ្យប្រុសក៏បានសួរតើអ្នកស្គាល់ឪពុកម្ដាយរបស់ខ្ញុំមែនទេប្រតិចារនេះក៏បានជាទៅវិញថាពិតមែនហើយវាគឺជាដំណាក់កាលនៃកណ្ដាលនៃការឡើងខ្ញុំក៏ចង់អបអរសាទរទៅកាន់ពួកគេទាំងពីរផងដែរប្រតិយាយមីយូរ៉ាក៏បានតទៅវិញទៀតថាជាអកុសលខ្ញុំក៏មិនអាចជួយទៅកាន់គេដើម្បីទប់ទល់ទៅកាន់រដ្ឋាភិបាលសួរបានព្រោះពួកយើងគឺជាជាតិសាសន៍តែមួយនោះទេតួឲ្យប្រុសក៏បានឆ្ងល់តែម្ដងនឹងសួរទៅកាន់អ្នកទាំងពីរតើទណ្ឌកម្មនឹងជាអ្វីទៅប្រតិចារនេះក៏បានបកស្រាយឲ្យថាអត្តន័យនៃការដាក់តោឋានសួគ៌នោះគឺជាច្បាប់របស់អ្នកដែលមានអំណាចបន្ទាប់ពីឡើងទៅកាន់កម្រិតមួយទៀតឬក៏កម្រិតសោយរាជនឹងឯងបន្ទាប់ពីដឹងគាត់ក៏បានអរគុណតែម្ដងប៉ុន្តែគណៈពេលនោះអ្នកទាំងពីរក៏មិនចាប់ទៅកាន់គាត់ហើយគាត់ក៏បានភ័យផងដែរប្រតិចារនេះក៏បានសួរថាតើអ្នកមកទីនេះដើម្បីអ្វីទៅតើអ្នកមិនមែនចង់បានការរំដោះអំពីខ្ញុំទេប្រតិយាយយូរ៉ាក៏បាននិយាយទៀតថាកាលពីមុនខ្ញុំមិនបានជួយទៅកាន់ឪពុកម្ដាយរបស់អ្នកនោះទេឥឡូវនេះខ្ញុំនឹងជួយទៅកាន់អ្នកជំនួសវិញបន្ទាប់មកអ្នកទាំងពីរក៏បានខ្លាចជាដំណោះពលមួយប្រតិចារនេះក៏បាននិយាយទៀតថាមូលដ្ឋាននៃការដាំដុះនាទេពនិងប្រតិយាយហ្វេនិកដើមកំណើតព្រះនិព្វានបន្ទាប់ពីគាត់ទទួលបានក៏បានសារផងដែរថានេះគឺពិតជាល្អខ្លាំងណាស់ដែលបានជួយមកកាន់ការដាំដុះរបស់ខ្ញុំនិងឈានទៅដល់កំពូលហើយគាត់ក៏បានស្រែកទៅវិញថាជំរាបលាប្រតិចារទាំងពីរយើងនឹងជួបគ្នានៅលើក្រោយហើយត្រកលំហមួយក៏បានបើកផងដែរគាត់មិនចាំយូរអីសូនសានក៏បានបំលាទីចេញពីទីនេះតែម្ដងបន្ទាប់ពីចេញមកដល់ខាងក្រៅហើយក៏ជួបមកកាន់អ្នកទាំងពីរនឹងឯងគឺជាហ្វឹងធាននិងបរោះសក់ខៀវតួប្របន្ទាប់ពីមកជួបក៏នៅតែបានគិតអ្វីដែលខ្ញុំដឹងអំពីប្រតិចារហ្វេងធាននោះគឺថាកញ្ញាហ្វឹងធានម្នាក់នេះមិនធម្មតាទេតួឲ្យប្រុសក៏បានសួរទៅកាន់បរិសុខខៀវទៅវាយ៉ាងម៉េចហើយគេក៏បានរីកាតែម្ដងការលាក់ខ្លួនរបស់ពួកអ្នកទាំង3ដែលចាប់ទៅកាន់អាចារ្យមួយវិញនោះគឺថាប្រហែលជាស្ថិតនៅក្នុងត្រកូលណាមួយអាចារ្យហ្វឹងធានក៏បានទៅវិញថាមកតាមការសង្កេតរបស់គ្រួសាររបស់ខ្ញុំនោះប្រកាសណាពួកគេក៏បានចាក់ចេញអំពីទឹកដីហាមឃាត់មួយនេះគឺជាគ្រួសារពស់នឹងឯងវូយ៉ុងក៏បានជឿថាវាដូចជាការរំពឹងទុករបស់ខ្ញុំហើយក៏បានប្រាថ្នាពលមន្តិចដែលជាចំហាយប្រលឹងរបស់អាចារ្យមួយវិញនឹងឲ្យនាំផ្លូវទៅកាន់គាត់តែម្ដងវូយ៉ុងក៏បានប្រាប់ទៅកាន់អ្នកទាំងពីរទៀតថាបើមានអ្វីមិនប្រក្រតីជាមួយនឹងតកូលបិសាចនោះរីកាមកខ្ញុំភ្លាមបន្ទាប់ពីប្រាប់ហើយគាត់ក៏បានចាក់ចេញពីទីនេះបាទទៅបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកដល់កន្លែងនេះវិញគេហៅថាព្រះពន្លាយទឹកអីចឹងទៅអាចារ្យសៀនជីក៏បានហៅទៀតថាតើអ្នកមានឈ្មោះថាវីនឹងមែនទេនឹងក៏បានសួរហើយអ្វីបាននិយាយឲ្យខ្ញុំធ្វើរឿងនេះទៅវិញហើយអ្វីបានជាអ្នកចង់មើលទៅកាន់អ្នកទោសបែបនេះនារីម្នាក់នោះក៏បានតទៅវិញត្រកូលវីរបស់ពួកយើងគឺចង់ឃើញនឹងចាប់អារម្មណ៍ចំពោះនារីម្នាក់នេះខ្ញុំនឹងមើលដល់ខ្លួនឯងនាងក៏បានចូលនៅណាម្នាក់ចេញទៅដែលនារីសក់សម្នាក់នោះឈ្មោះអ្វីទៅមិនក៏បកប្រាំមិនចេញឡើយមិនក៏មិនចូលពីមូលហេតុនេះផងដែរប៉ុន្តែនាងក៏បាននិយាយទៀតថាអ្នកក៏មិនជឿចំពោះរឿងនេះមែនទេខ្ញុំក៏បានការពារមកកាន់វិមានរបស់ខ្ញុំចែសិនជូក៏បាននិយាយទៀតថាខ្ញុំគឺមិនទុកចិត្តទៅកាន់អ្នកនោះទេហើយនារីម្នាក់នេះក៏មិនធម្មតាដែរខ្ញុំរំពឹងថាគេនឹងស្លាប់ជាមួយនឹងអរិយមួយនោះនារីសក់សនោះក៏បានស្រែកថាមិនមែននោះទេខ្ញុំនឹងឲ្យគេនៅរស់បន្តទៀតនិងរងចាំធ្វើជានុយដើម្បីសម្លាប់ទៅកាន់អរិយមួយនោះសិនជីនេះក៏បានតទៅវិញថាហេតុបើមិនជាបងប្អូនរបស់អ្នកជួយស្រែកខាងម្លេះខ្ញុំជឿទៅបែកទៅជាហើយនេះបន្ទាប់ពីនាងចែកចេញទៅវិញអ្នកទាំងពីរក៏បាននិយាយគ្នាអំពីស្រេចនេះរបស់ពួកគេដូចជាមិនបានឃើញនឹងឯងបើឃើញអីទៀតប្រតិចារម្នាក់នឹងគឺចងបាត់ទៅហើយប៉ុន្តែគណៈពេលនោះអាចារ្យមួយវិញរបស់យើងក៏បានដឹងខ្លួននិងក៏ឃើញចំហាយពួកខៀវមួយផងដែរបន្ទាប់មកក៏ឃើញនេះនៅក្នុងកន្លែងមួយដែលនេះគឺជាបន្ទប់រងចាំស្ដេចគណៈពេលនោះក្មេងស្រីម្នាក់ក៏បានធ្វើដំណើរមកដល់និងឲ្យនាងជួយធ្វើឲ្យស្លឹកឈើមួយនេះឡើងជាកម្រិតដំបូងអញ្ចឹងទៅឡើងជាកម្រិតបន្ទាប់អញ្ចឹងទៅបន្ទាប់ពីការជួយនាងក៏បានសួរទៅអ្នកនៅតើខ្ញុំតើជាបងស្រីមែនទេនាងក៏បានជឿថាខ្ញុំជាស្ដេចខ្ញុំគឺចង់ហៅអ្វីតាមដែលចិត្តរបស់ខ្ញុំគណៈពេលនោះឃើញទៅកាន់តួប្របីយើងខ្ទប់បញ្ជាងមកទៅហើយបន្ទាប់ពីមួយវិញបារម្ភហើយតួប្របីយើងក៏បានហៅទៀតថាមួយវិញខ្ញុំបានរកឃើញអ្នកហើយនឹងតើអ្នកសុខសប្បាយទេព្រមនឹងចង់ប៉ះទៅកាន់នាងប៉ុន្តែនាងមិនឲ្យប៉ះនោះទេនឹងក៏បាន
ថាឲ្យក្មេងស្រីនោះអ្នកគឺពិតជាលេងសើចខ្លាំងមែនទែនដែលនេះគឺជាកម្មបំផុនរបស់ក្មេងស្រីនោះទេក្មេងស្រីតូចក៏បានឆ្ងល់ហើយបានជាអ្នកក៏សង្កត់អំពីវាទៅនាងក៏បានតបវិញខ្ញុំមិនបានក៏សង្កត់អ្វីទេតែខ្ញុំដឹងក្នុងចិត្តរបស់ខ្ញុំថាមិនមែនជាគាត់ក្មេងស្រីនោះក៏បានយំទៅម្ដងអ្នកគឺបានបោកប្រាស់មកកាន់ខ្ញុំអ្នកថាទាំងបានបដិសេធមិនប្រាប់អានកំបាំងរបស់ស្ដេចនោះមកកាន់ខ្ញុំទៀតផងគណៈពេលនោះវូយ៉ុងក៏បានមកដល់និងក៏បានសួរហើយបើបានជាក្មេងស្រីម្នាក់នេះយំទៅហើយពួកគេក៏ចង់ផ្អែមថែមតែម្ដងក្មេងតូចនោះពិតជាខឹងខ្លាំងមែនទែននិងក៏បានជេរហើយបើនិយាយអ្នកទំនួលរបាំងរបស់ស្ដេចនឹងចូលមកយ៉ាងនេះតើប្រុសក៏បានតទៅវិញរបាំងនេះវាមិនពិបាកនោះទេសម្រាប់អតិថិនោះអ្នកគឺគួរតែដឹងអំពីរឿងណាដែលគួរប្រសើរនិងក៏បានហៅនឹងថាស្ដេចបិសាចអញ្ចឹងនាងគឺជាស្ដេចបិសាចនឹងឯងស្ដេចបិសាចគេណាក្តាប់នឹងឯងក្មេងស្រីតូចនោះក៏បានជឿថាខ្ញុំមិនភ្លេចអំពីខ្លួនឯងនោះទេកាលពីមួយឆ្នាំមុនខ្ញុំបានរងភាពអមាស់ដោយសារចាញ់ទៅកាន់ក្មេងប្រុសម្នាក់តើប្រុសក៏បានជឿតែម្ដងបើសិនបើជាអ្នកមិនចង់ចាញ់នឹងខ្មាស់គេនោះមកតាមខ្ញុំទៅដែលនាងក៏បានស្រែកយ៉ាងខ្លាំងប៉ុន្តែមិនវាយនោះទេគឺទៅអោបជើងនឹងឯងតួប្រុសក៏បានឆ្ងល់តែម្ដងហើយបើមកជាមានរឿងនេះកើតឡើងតើវាកើតអ្វីទៅដែលតួប្រុសរបស់យើងពិតជាហួសចិត្តខ្លាំងមែនទែនអាចារ្យមួយវិញក៏បានប្រាប់ទៀតថាស្ដេចបិសាចនេះប្រហែលជាមានព្រលឹងពីរនៅក្នុងខ្លួនតែមួយប្រសិនបើជាអ្នកមិនជួយនោះទេប្រកាសជាមានចិត្តពីរក្នុងខ្លួនជាមិនខានតួប្រុសក៏បាននិយាយថាតើនាងក៏ហក់មកកាន់ខ្ញុំមែនទេក្មេងស្រីតូចនោះក៏បាននិយាយថាប្រសិនបើជាអ្នកមិនជឿអាចប្រើវិធីព្រលឹងមកកាន់ខ្ញុំបានហើយនាងក៏បានហៅគាត់ថាលោកគ្រូតែម្ដងហើយគាត់ក៏បានជួយព្រមបន្ទាប់ពីប្រធានពលបន្តិចហើយនិងក៏គាត់សូមឲ្យមួយវិញនឹងជួយគាត់ផងដែរបន្ទាប់ពីចេញមកហើយព្រលឹងទាំងពីរម្នាក់គឺមានកាចនិងម្នាក់ទៀតគឺស្លូតនឹងឯងគាត់ក៏បាននឹងថានេះគឺជាការពិតនឹងឯងហើយអ្វីបានជាអ្នកមានព្រលឹងពីរទៅដែលនាងគឺបានស្រែកបន្ទោសទៅកាន់តួប្រុសវិញនឹងហើយបើមិននៅសារតែអ្នកនោះទេខ្ញុំក៏មិនទៅជាបែបនេះដែរហើយនាងក៏បាននឹកសម័យបន្ទាប់ពីគាត់បានចាញ់ទៅកាន់តួប្រុសវិញយើងហើយដែលគណៈពេលនោះក៏មានថាពលអ្វីមួយបុកទៅកាន់នាងនឹងឯងនិងក៏នៅទៅបាននិយាយបើសិនបើជាចង់រក្សាទៅកាន់រាងកាយអមតៈនិងព្រលឹងអមតៈនោះប្រកបណាគឺត្រូវតែបំបីរាងកាយនឹងឯងហើយនាងក៏បានស្រែកយ៉ាងខ្លាំងមកចេញនៅចំហាយសត្វអ្វីមួយយ៉ាងនឹងគឺចេញយ៉ាងច្រើនតែម្ដងហើយនាងក៏បាននិយាយថាដោយសារតែការបំផ្លាញមួយនេះហើយនឹងវាតតងនឹងមនុស្សនឹងឯងព្រលឹងមួយទៀតក៏បាននិយាយថា 100% គឺជាបូជាចាស់ដ៏បរិសុទ្ធព្រលឹងមួយទៀតក៏បាននិយាយថាខ្ញុំប្រកាសជាដឹងថាជាគេប៉ុន្តែគ្មានផុសតាំងនោះឡើយប្រកបណាបើជាខិតខំនោះគឺមានការជឿចាប់ទាំងសងខាងនឹងឯងហើយនាងនិយាយទៀតថាវាគឺបែកចេញជាអកគឺជាសត្វដែលធំមានធំអីចឹងទៅអ្នកនេះគូតែស្គាល់ហើយអកនោះតួប្រុសក៏បាននិយាយចឹងមានន័យថាអ្នកចង់ខ្ចីដៃរបស់អតីតដើម្បីសម្រាប់ទៅកាន់ជនក្បត់មានទេហើយនាងក៏បានសន្យាថានឹងយកធម្មពលនាគរាជនឹងឲ្យទៅកាន់គាត់វិញនិងអ្នកទាំងពីរក៏បានបញ្ចុះបញ្ចូលឲ្យគាត់នឹងចូលរួមជាមួយនឹងគេតែម្ដងគាត់ក៏បានតបវិញថាតើខ្ញុំរួមដៃជាមួយសត្រូវរបស់ខ្ញុំកើតពីអតីតកាលរបៀបណាទៅនិងក៏បានសួរទៀតតើខ្ញុំមានសារធ្វើពេលណាហើយអ្វីបានជាអ្នកហៅខ្ញុំថាគ្រូទៅព្រលឹងឆ្លូតបូតក៏បាននិយាយទៀតថាដោយសារតែអ្នកគឺជាមនុស្សម្នាក់ដែលទៅនេះនឹងមានកម្លាំងព្រលឹងខ្លាំងក្លាគាត់ក៏បានឆ្ងល់តែម្ដងហើយអ្វីបានជាគេដឹងអំពីកម្លាំងព្រលឹងរបស់ខ្ញុំទៅគណៈពេលនោះទីនោះក៏មានការរង្គោះរង្គើនិងក្មេងស្រីតូចនោះក៏បាននិយាយទៀតថាគណៈពេលដែលអកនោះក៏បានមកហើយគឺជាស៊ីងហ្វានហើយពួកគេក៏ចង់ដើរទៅមកទីនោះប៉ុន្តែអាចារ្យរបស់យើងគណៈពេលនោះក៏មានប្រតិកម្មតែម្ដងគឺថាមានអ្វីកើតឡើងចំពោះភ្នំស៊ីងធាននឹងឯងឬក៏ភ្នំបលូហូលក៏អាចហៅមួយទៀតបានថាភ្នំពោះខៀវនិងក៏បានប្រាប់ទៅកាន់តួប្រុសរបស់យើងនាងក៏នឹងចាក់ចេញទៅនៅពេលឥឡូវនេះគណៈពេលនោះក៏មានអ្វីក៏មករំខានគាត់ទៀតហើយគឺជាផ្លាកបញ្ជានឹងឯងក៏បាននិយាយក្នុងទៀតហើយថាគណៈពេលនេះដែរទឹកដីហំខត់របស់ជាងស៊ូត្រូវបានមកខ្លាញ់នឹងរៀបដល់ដីនិងក៏បានលើសំឡេងមួយទៀតហើយដូចជាលើពូរបស់គេនឹងឯងព្រមនឹងស្រែកទៅថាអាក្មេងប្រុសសំអុយម្នាក់នោះវាគឺបានបំផ្លាញមកកាន់ទឹកដីហំខត់របស់គ្រួសារស៊ូរបស់យើងគឺថារៀបដូចជាកន្ទេលបាត់ទៅហើយនិងព្រមទាំងចង្កៀងព្រលឹងរបស់ម្ដាយរបស់ឯងទៀតផងតួប្រុសក៏បានគិតថាចង្កៀងព្រលឹងរបស់ម្ដាយខ្ញុំមែនទេគាត់ក៏នៅតែបានគិតក្នុងការបំផ្លាញទាំងអស់នេះវាមិនមែនជារឿងចៃដន្យនោះទេបន្ទាប់មកចៃមួយវិញក៏បានចាប់ដៃទៅកាន់គាត់ក៏បានសួរទៅអ្នកចង់ធ្វើអ្វីហ្នឹងនាងក៏បាននិយាយថាខ្ញុំក៏ចង់ប្រើយន្តភាគ3របស់ខ្ញុំដើម្បីការពារទៅកាន់អ្នកដូច្នេះយើងក៏អាចដឹងថាយើងគឺនៅទីណាហើយក៏អាចដឹងអំពីសុវត្ថិភាពរបស់គ្នាទៅវិញទៅមកផងដែរនិងអាចតេតងទៅកាន់គ្នាបានទៀតផងនាងក៏នៅតែបាននិយាយខ្ញុំលើថាអ្នកចង់បានធម៌ពលអំពីទឹកដីហាមឃាត់ទាំង5មែនទេអញ្ចឹងនោះអ្នកក៏អាចប្រើទៅកាន់ច្បាប់មួយនេះដើម្បីត្រឡប់មកវិញបានហើយអ្នកគឺគ្រាន់តែបង្ប្រាញទៅកាន់គ្រីស្តាល់មួយនេះទៅគឺបានបាត់ទៅហើយបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅក្នុងភ្នំពិសិដ្ឋបៃតងរបស់ខ្ញុំវិញខ្ញុំនឹងធ្វើឲ្យស្ថានភាពទីនោះមានភាពស្ថិតស្ថេរនិងឲ្យគាត់ប្រយ័ត្នខ្លួនផងបន្ទាប់ពីតួប្រុសរបស់យើងដែលជាវូយ៉ុងចេញមកដល់ខាងក្រៅហើយក៏បានឃើញទៅកាន់អកនឹងតែម្ដងហើយក៏ឃើញក្មេងស្រីនៅលើនោះផងដែរនេះក៏បានត្រេកអរថាអំណាចនៃដូនតាបំផ្លាញមេឃដីគណៈពេលនោះអាចារ្យសសម្នាក់នោះក៏បានមកទៀតហើយនឹងបញ្ជាទៅកាន់តែចាត់ចម្លែកមួយនោះគឺជាអកនឹងឯងឲ្យទៅវាប្រហារទៅកាន់តួប្រុសរបស់យើងតួប្រុសរបស់យើងក៏ហៅទៅកាន់ដូនជីអ្នកហ៊ានធ្វើបែបនេះផងនាងក៏បាននិយាយថាអរិយបិសាចតើអ្នកមិនទន់ងប់ទេហើយ
នៅតែហ៊ានព្រឹកដើមគំនិតមកទីនេះទៀតផងទោះប្របើយើងក្បាលតទៅវិញលើលោកនេះដូចជាគ្មានអ្វីដែលខ្ញុំមិនហ៊ាននោះទេគណៈពេលនោះអាចារ្យសៀនយូក៏បានមកដល់តែម្ដងនឹងរួមជាមួយនឹងអាចារ្យមួយវេនផងដែរនាងក៏នៅតែបាននិយាយឌឺទៅអ្នកហ៊ានឲ្យមនុស្សស្រីទីស្រឡាញ់របស់អ្នកត្រូវស្លាប់ម្ដងទៀតដែរទេអ្នកទាំងពីរក៏បាននិយាយថាដរាបណាម្នាក់មិនស្លាប់នៅក្នុងទឹកដីហាមឃាត់របស់ត្រីបិសាចហើយនោះមិននោះទេឥឡូវនេះអ្នកតែបង្កប់មកកាន់ខ្ញុំទៅខ្ញុំប្រហែលជាអាចដោះលែងទៅកាន់សង្សាររបស់អ្នកបានឲ្យច្រឡំប្រពន្ធរបស់អ្នកបានបើអ្នកមិនស្ដាប់បង្កប់ទេឬក៏អ្នកចង់ស្លាប់ម្ដងទៀតទោះប្រកបនៅតែបានគិតអ្នកគឺចង់ប្រើល្បិចបុកឆោតមកកាន់ខ្ញុំមែនទេនឹងក៏បាននិយាយទៅអ្នកទាំងពីរគឺចង់លេបត្រូវបានមកកាន់ខ្ញុំមែនទេប៉ុន្តែពេលវេលាគឺអាក្រក់បន្តិចហើយអ្នកក៏ពិតជាថោកខ្លាំងមែនទេហើយគាត់ក៏បានប្រាប់ទៅកាន់ថាពលមួយដែលឲ្យឈ្មោះថាផ្លូវខ្មៅនៃវិញ្ញាណខ្មៅនឹងបាត់ខ្លួនអាចារ្យមកវិញជាងពីទីនេះតែម្ដងប៉ុន្តែអាចារ្យសៀនយីរបស់យើងគឺជាប់ទៅកាន់ថាពលខ្មៅមួយដុំនឹងឯងបន្ទាប់មកនាងក៏បានទៅលេពីទីនេះបាត់ទៅឬក៏ផេះនឹងឯងគណៈពេលដែលអាចារ្យបូជិចានោះកំពុងតែភ័យនឹងហើយទោះប្រពន្ធយើងក៏បានមកដល់ដកដបងរបស់នាងចេញអ្នកគឺហ៊ានចាប់មកកាន់ប្រពន្ធរបស់ខ្ញុំហើយនៅតែរៀបចំផែនការដើម្បីសម្លាប់បានខ្ញុំទៀតផងវាពិតជាអាម៉ាស់ខ្លាំងណាស់ដែលខ្ញុំខ្លាចជាអតិថិហើយនៅតែត្រូវគេរៀបចំផែនការបែបនេះប៉ុន្តែគណៈពេលនោះគាត់ក៏បានត្រូវចំហាប្រជាមួយនេះច្រើនផងដែរហើយនាងក៏បានសោយទៀតហើយទុនសោយដូចជាអ្នកហ៊ានអួតចំពោះមុខខ្ញុំផងពេលនេះអ្នកគឺមានអំនួតពេកហើយប្រកាសណាថ្ងៃនេះអ្នកនឹងស្លាប់ក្នុងស្នាដៃរបស់ខ្ញុំប៉ុន្តែគណៈពេលនោះក៏មានថាពលក្រហមមួយនឹងបានស្រូបទាញនាងចាក់ចេញពីទីនេះបាត់ទៅគឺមិនដឹងថាផេះឬក៏អត់នោះទេគណៈពេលនោះក៏បានលើសំឡេងមួយស្រែកឲ្យជួយនឹងមានដៃដ៏ធំមួយគូវាប្រហាមកផងដែរដោយប្រើពូថៅទាំងពីរនឹងឯងប៉ុន្តែទោះប្រពន្ធយើងក៏បានមកជួយមិញទៅតូចក៏បាននិយាយថាខ្ញុំនឹងពឹងថាអ្នកប្រកាសជាមកជួយចំពោះរឿងនេះគាត់ក៏បាននិយាយគម្រាមទៅកាន់នាងថាដាវរបស់ខ្ញុំមិនមានរយៈពេលយូរនោះទេអញ្ចឹងធ្វើកិច្ចពងព្រាមអីឡូវនេះទៅនាងក៏បានសួរថាលោកគ្រូតើអ្នកមិនមានសមត្ថភាពចាន់ជានេះទេមែនទេហើយដើម្បីបានជាអ្នកធ្វើបែបនេះអ្នកគឺគួរតែដោះស្រាយទៅកាន់វាបានគាត់ក៏បានតទៅវិញទោះបីខ្ញុំដោះស្រាយបានក៏ដោយប៉ុន្តែមិនមានន័យថាខ្ញុំនឹងជួយសង្គ្រោះទៅកាន់អ្នកនោះទេប្រកាសណាបន្ទាប់ពីការធ្វើកិច្ចពងព្រាមហើយការម្ដងរបស់អ្នកក៏ខ្លាចជារបស់ខ្ញុំដែរវាគឺមិនលំអៀងនោះទេនឹងគាត់ក៏ចង់ចាក់ចេញពីទីនេះតែម្ដងហើយក្មេងតែម្នាក់នោះពិតជាស្រ័យខ្លាំងមែនទេនឹងនាងក៏បានស្រ័យទៀតថាបើសិនជាអ្នកអាចដោះស្រាយទៅកាន់សាឡេស្ទៀមួយនោះបានប្រកាសណាកិច្ចពងព្រាមប្រកាសជាត្រូវចោះជាមិនខានបន្ទាប់មកទៅប្របើយើងក៏បានលោលេងទៅកាន់នាងបន្តិចមកដែរគឺចង់ចាក់ចេញពីទីនឹងឯងបន្ទាប់ពីចូលមកដល់ខាងក្រោមហើយក៏បាននិយាយទៀតថាខ្ញុំនឹងបង្ហាញអំពីអត្ថន័យនៃការឡើងទៅលើមេឃទៅកាន់នាងនឹងក៏បានបង្ហាញថាពលរបស់គាត់នឹងធ្វើឲ្យសត្វឆ្កែចចកមកនោះគឺជាអកនឹងវាប្រហារតាមគាត់ផងដែរក្មេងស្រីតូចក៏បានសរសើរថាវាពិតជាអស្ចារ្យខ្លាំងមែនទែនលោកម្ចាស់គឺពិតជាអស្ចារ្យខ្លាំងណាស់ក្មេងស្រីតូចនោះក៏នៅតែបានរអ៊ូគឺដោយសារតែខ្ញុំមិនទាន់ជាសះស្បើយនឹងឯងបំដូចចង់ទេមិនពឹងទៅកាន់បុរសម្នាក់នេះឡើយនឹងក៏បាននិយាយអ្វីដែលខ្ញុំបារម្ភនោះគឺជាកម្លាំងដែលនៅលើមេឃទាំងពីរនេះនឹងឯងគណៈពេលនោះទួយប្រពន្ធយើងក៏បានប្រើក្បាច់នាគ10000នឹងយូរ៉ានឹងមកជួយទៅកាន់នាងនឹងខំទៅកាន់ដៃនោះនឹងឯងបន្ទាប់ពីតាមពលទាំងពីរប៉ះសង្កេតគ្នាមួយផ្លែតនឹងមេឃក៏បានស្រកតែម្ដងបែរទៅតូចនោះក៏បានមកសួរទៀតថាហើយបើមិនជាអ្នកអាចទម្លាក់សារនោះចេញពីឋានសួគ៌បែបនេះនឹងក៏នៅតែបាននិយាយតើអ្នកឈួតហើយមែនទេប្រកាសណាគ្រូសាទាំង5ប្រកាសជាសម្លាប់ទៅកាន់អ្នកជាមិនខានគាត់ក៏បានប្រាប់ទៅកាន់នាងថាតើអ្នកឃើញដែរទេនេះគឺជាអំណាចឋានសួគ៌ទាំង5គឺបានកើតឡើងរួចទៅហើយការបង្ក្រាបនៅអំណាចអរិយបុគ្គលទាំង5នោះដរាបណាយើងរឹងមាំនោះពួកគេមិនអាចធ្វើអ្វីមកកាន់យើងបានទេបន្ទាប់មកក៏បានប្រាប់តាមពលទៅកាន់ពលឹងអុកមួយនោះនឹងចង់ទទួលយកវាធ្វើជារបស់គាត់នឹងឯងវាក៏បានសោយហើយបន្ទាប់ពីវាត្រឡប់ទៅក្នុងខ្លួនរបស់ទ័ពរបស់យើងហើយបន្ទាប់មកវាក៏បានលេចទៅកាន់សម្ភារៈមួយចំនួនផងដែរបំពាក់ទៅកាន់ជើងស្មាចង្កេះនិងកណ្ដាលពោះអាចច្រឡំនឹងទ្រុងបន្ទាប់ពីបំពាក់ហើយបញ្ចេញរិទ្ធអំណាចបន្តិចនេះគឺជាអោក្រោះរបស់អុកបន្ទាប់មកក៏បានរអ៊ូខ្ញុំក៏បានដោះស្រាយមកកាន់ទីនេះហើយបន្ទាប់មកគាត់ក៏បានបើកទៅក្រាបបញ្ជានិងក៏បានឃើញទៅកាន់ជីហ៊ូនិងគាត់ក៏បានសួរមនុស្សខ្ញុំបានចែកចាយទៅកាន់សាខាទាំង5នោះតើស្ថានភាពឥឡូវយ៉ាងម៉េចទៅហើយជីហ៊ូក៏បានតទៅវិញទៅដីតាមខត់របស់ព្រះនិងអរិយគឺត្រូវបានបំផ្លាញចោលគឺនៅសល់តែចំនួនត្រកូលទាំង3ប៉ុណ្ណោះនៅពេលដែលខេត្តអតុនកម្មបានមកដល់សំណាក់ខ្មោចនឹងត្រូវរៀបរៀងទៅដោយស្ដេចខ្មោចប៉ុន្តែតំបន់ហាមឃាត់ដោយខ្លួនឯងគឺត្រូវបានរៀបរៀងទៅដោយដីហាមឃាត់និងក៏បាននិយាយថាពលគឺមិនតាក់ទងជាមួយនឹងវីគីនោះទេគឺជាបូជាចាស្រីដែលបានចាត់ការនឹងឯងវីជីគឺជាជនក្បត់តាំងពីខ្ញុំដឹងថាព្រះអង្គម្ចាស់ចង់សងសឹកនោះខ្ញុំក៏បានលាក់ខ្លួនក្នុងទឹកដីហាមឃាត់ផងដែរយើងគឺមិនបានរកឃើញទៅកាន់គាត់នោះទេពូយ៉ងក៏បានប្រាប់ទៅវិញថាអ្នកគឺមិនស័ក្តិសមនឹងដៃគូរបស់គេនោះទេអញ្ចឹងអ្នកកុំស្លាប់អីទៅឲ្យខ្ញុំនឹងដោះស្រាយទៅកាន់គេទៅចុះនឹងគាត់ក៏បានកើតវាគឺជាបញ្ហាមួយដ៏ធំនៅពេលនេះខ្ញុំគឺត្រូវតែទឹកដីហាមឃាត់របស់បិសាចហើយមើលទៅបន្ទាប់មកសេរីរបស់យើងក៏បានបញ្ចប់តែពេលនេះហើយអេមីនគឺវល់ខ្លាំងមែនទែនដឹងសាច់រឿងហ្នឹងមិនទេអេមីនមើលពី3ចាប់ដែរប៉ុន្តែអត់យល់ទៅសោះអញ្ចឹងក៏បានបញ្ចប់សាច់រឿងរបស់យើងត្រឹមប៉ុណ្្នឹងផងដែរគណៈពេលនេះអេមីនជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ